អនុញ្ញាតគោរពជំរាបសួរបងពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសេងសវណ្ណរិទ្ធជាអនុប្រធានក្រុមការងារថ្នាក់ជាតិមណ្ឌលខេត្តតាកែវបានចុះមកសម្ពោធស្នាក់ការក្រុងបូកគោនៃទឹកដីខេត្តកំពតនាថ្ងៃទី23ខែតុលាឆ្នាំ2025បាទនៅក្នុងថ្ងៃនេះផងដែរខ្ញុំមានរឿងខ្លះចង់ចែករំលែកក៏ដូចជាចែកជូនបងប្អូនជុំរងជាតិទាំងអស់គ្នាទាក់ទងទៅនឹងទស្សនវិជ្ជានៅខាងក្រោយខ្នងខ្ញុំបាទនេះគឺជាកោះអតីតកោះរបស់ខ្មែរមួយដែលខ្មែរយើងហៅថាកោះត្រល់ហើយខាងវៀតណាមគេហៅថាកោះពូកុកខ្ញុំរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទាក់ទងទៅនឹងសន្ធិសញ្ញាពេញបន្ថែមឆ្នាំ2005ដែលខ្មែរយើងទទួលស្គាល់ថាកោះពូកុកឬក៏កោះត្រល់នេះត្រូវបានគ្រប់គ្រងដោយវៀតណាមស្របច្បាប់នៅក្នុងឆ្នាំ2005តែប៉ុន្តែរឿងកោះត្រល់នេះគឺត្រូវបានអន្តរជាតិសម្រាប់រំលាយចោលហើយទទួលស្គាល់ថាជាកម្មសិទ្ធិរបស់វៀតណាមគ្រប់គ្រងផ្ដាច់មុខទៅលើសន្ធិសញ្ញា81 82និង85ប៉ុន្តែដល់ឡែកនៅក្នុងឆ្នាំ2005រដ្ឋសភាបានធ្វើការអនុម័តទទួលស្គាល់កោះនេះថាជាកោះរបស់វៀតណាមផ្ដាច់មុខនៅក្នុងនោះផងដែររដ្ឋសភាសម័យប្រជុំពេញអង្គឆ្នាំ2005ហ្នឹងដែលមានគណៈបក3ធំចូលរួមមានគណៈបកប្រជាជនកម្ពុជាគណៈបកហ៊ុនពេជ្រនិងគណៈបកស្រមន្ស៊ីនៅក្នុងនោះផងដែរសមាជិកសភាដែលមកពីគណៈបកស្រមន្ស៊ីជាង20រូបបានបដិសេធមិនទទួលស្គាល់ហើយការអនុម័តច្បាប់នេះនៅក្នុងនោះផងដែរមានសមាជិករដ្ឋសភាម្នាក់មកពីគណៈបកស្រមន្ស៊ីមណ្ឌលព្រៃវែងបានយល់ព្រមទទួលស្គាល់បន្ទាប់មកគណៈបកស្រមន្ស៊ីបានរិះគន់តំណាងរាស្ត្រនោះហើយចោលពីគណៈបកនយោបាយបច្ចុប្បន្នគាត់រត់ទៅបង្កើតបកនយោបាយខ្លួនឯងជាស្ដែងនៅក្នុងករណីនេះខ្ញុំចង់ឲ្យបងប្អូនជនរួមជាតិព្យាយាមសិក្សាប្រវត្តិសាស្ត្រខ្មែរក៏ដូចជាប្រវត្តិសាស្ត្រអន្តរជាតិនានាដើម្បីអីគឺដើម្បីយើងកុំឲ្យមានប្រវត្តិសាស្ត្រចំតែទៅនឹងការបាត់ទឹកដីរួញទឹកដីក៏ដូចជាប្រទេសជិតខាងយើងគាត់រំលោភយកដីជាកត្តាចាំបាច់កូនខ្មែរគ្រប់រូបត្រូវតែសិក្សា